រុកសង្ខេបបង្គោលក្រហមមានអាយុ27ឆ្នាំទម្ងន់51គីឡូក្រាមកម្ពស់1.60 ម៉ែត្រស្រុកកំណើតរស់នៅភូមិទួលព្រំឃុំកកោះស្រុកមូលរស័យខេត្តបាត់ដំបងគ្រូបង្ហាត់គឺលោកមាសសុគ្រីមកពីក្លឹបប្រដាល់តាព្រំមានជ័យបង្ក្រាបគ្រឿងញៀនអេតកតកម្មនៃការប្រកួត32ដងឈ្នះ28ដងចាញ់3ដងនិងស្មើ1ដងធ្លាប់ដួលដៃគូប្រកួតឲ្យសន្លប់ចំនួន20ដងលោកស្រីនាងកញ្ញាសូមណែនាំឲ្យស្គាល់កំពូលអ្នកប្រដាល់មានឥតចិត្តធំហឹមសេរី Your Excellency, ladies and gentlemen, welcome back the international boxing program of Gensberg Top Fighter. Actually, every 2 weeks, this main event brings special outstanding 3 foreigner boxer versus my traditional boxer, including 2 matches of special local fight. First of all, I would like to introduce the first bout of the tournament. Introducing to the blue corner, wearing the blue gloves and traditional boxing trunks. He is 20 years old. His weight 51 kg, also 160 centimeters is tall. His record on the ring side 45, 35 win and 5 losses, no draw. He's come from Nakhon Ratchasima, Kingdom of Thailand. Ladies and gentlemen, please welcome Muhid. សូមប្រគល់ទូរទស្សន៍ជូនទៅដល់គណៈកម្មការនិងចៅក្រមរៀបចំការប្រកួតបាទសូមអរគុណបាទលោកអ្នកនាងជាទីមេត្រីលោកអ្នកបានជ្រាបហើយអំពីប្រវត្តិខ្លីៗដែលលោកគុណជីវ័នបានជម្រាបជូនអំបញ្ញមិញនេះហើយយើងខ្ញុំក៏សូមជម្រាបថាព្រឹត្តិការណ៍ដ៏កក្រើកនេះគឺបានទទួលការឧបត្ថម្ភធំពីស្រាបៀរ Gensberg ឥឡូវនេះ Gensberg រង្វាន់ម៉ូតូយ៉ាម៉ាហា FZ លេខរៀងទី13និងទី14បានរកឃើញអ្នកមានសំណាងជាម្ចាស់បន្តទៀតហើយគឺបានទៅលោកប៉ែនសាខននិងលោកលឹមសុកលៀងរស់នៅខេត្តកំពង់ចាមសូមអតិថិជនទាំងអស់ស្វែងរករថយន្តថ្មីម៉ូតូថ្មីនៅលេខរៀងជាបន្តទៀតក្នុងកំពង់ស្រាបៀរ Gensberg ដែលមាននៅលើទីផ្សារក្បែរដៃលោកអ្នកនៅក្នុងឱកាសជួបជុំក្រោយបំពេញការងារប្រចាំថ្ងៃប្រចាំសប្តាហ៍និងប្រចាំខែកីឡាករទាំងពីរកំពុងតែធ្វើការបញ្ចេញនៅក្បាច់គុណគ្រូតាមក្បួនខ្នាតដែលបានសិក្សាពីគ្រូរបស់ខ្លួនសម្រាប់រដូវកាលថ្មី Bundesliga 2014-2015 Gensberg និង Bundesliga ទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរ Gensberg បើគាត់នឹងឯកសណ្ឋានក្រុមកម្ពុជារបស់ Bundesliga ដោយមានស្លាកឈ្មោះរបស់លោកអ្នកនៅជាប់នឹងឯកសណ្ឋានផងដែរលោកអ្នកគ្រាន់តែចូលទៅកាន់ Gensberg Facebook fan page រួចចុច like and share ហើយទស្សទាយក្រុមដែលអ្នកពេញចិត្តប្រចាំសប្តាហ៍នីមួយៗ Gensberg ចូលរួមលើកទឹកចិត្តក្នុងការលេងកីឡាដើម្បីសុខភាពនិងមិត្តភាពបាទនេះគឺជាការថ្វាយបង្គំគ្រូរបស់កីឡាករហឹមសេរីបង្គោលក្រហមរបស់ព្រះរាជាណាចក្រកម្ពុជាមកពីក្លឹបតាព្រំមានជ័យបង្ក្រាបគ្រឿងញៀនបាទជាកូនសិស្សរបស់លោកគ្រូមាសសុគ្រីដោយឡែកបង្គោលក្រហមបង្គោលខៀវនោះគឺកីឡាករមូហ៊ីនមកពីព្រះរាជាណាចក្រថៃលោកស្រីបានជ្រាបហើយថាអ្នកទាំងពីរនេះសុទ្ធតែមានប្រវត្តិនៃការប្រកួតជូរចត់ប្រវត្តិជូរចត់មែនការពិតគឺប្រវត្តិគាត់ប្រកួតវែងឆ្ងាយតែយើងថាប្រកួតច្រើនអញ្ចឹងយើងថាជូរចត់ហ្មងទៅព្រោះធម្មតាប្រកួតវាមានបែកមុខបែកមាត់ហូរឈាមអីចឹងណាតែផ្ដល់ជាស្នាមអនុស្សាវរីយ៍ទេកីឡានៅតែបន្តការប្រកួតកីឡាការលេងកីឡារហូតមិនមានមែនថាថ្ងៃហ្នឹងលពោះបែកហូរឈាមហើយរៀងហើយជប់លេងទេមានអ្នកមួយកីឡាថ្ងៃណាក៏នៅតែថ្ងៃប្រកួតដែរហើយលោកអញ្ញាកដាលបាទជ័យកសលក៏ទទួលបានបាទថ្ងៃនេះសូមអធិស្ឋានមកដោយសារតែបងធួនគាត់មានអាការៈឈឺកបន្តិចតែឈឺបន្តិចទេបែរជាឈឺខ្លាំងអន្តរជាតិវាពិបាកដែរពេលប្រឹងនិយាយម្ដងឡើងរួញហើយ
រួញពងកយណា គេថាកុំសាយនឹងបងប្រយ័ត្នពេលចងម្ដងម្នាក់ខ្ញុំមិនសាយបងទេព្រោះឈឺកកនេះពិបាកណាស់អ្នកអាជីពខាងសំឡេងណាហើយថាឈឺកកបែបនេះគឺថាសំឡេងពីមុនសំឡេងឆ្មាដល់ពេលដាក់ខ្លាំងទៅវាទៅធំពីមុនទៅបាទសំឡេងធ្លាប់រស់ស៊ីបានឥឡូវគេលេងបាទសំឡេងសើចតិចទេបងប្អូនការពិតអាការៈជំងឺនឹងវាធ្វើទុកឆាប់តិចអញ្ចឹងទៅយើងរនឱកាសដើម្បីឲ្យអ្នកមកចំនួនហ្នឹងវាពិបាកដែរអញ្ចឹងគេទៅកាប់ពេលវេលាទៅខ្លួនឯងហ្មងទៅខ្លួនឯងទាំងទី1 round 1បាទឥឡូវនេះទស្សនាការប្រកួតគូអន្តរជាតិទី1ទឹកទី1 round 1បង្គោលក្រហមកីឡាករមានល្អិតចិត្តធំរបស់កម្ពុជាយើងហើយចុះខៀវនោះក៏មានល្អិតចិត្តធំដូចគ្នាអាងតែគ្នាគីឡូស្រាលចេះថាគ្នាមានល្អិតបើគីឡូធ្ងន់ក៏មិនល្អិតដែរគេហៅថាធំហើយអញ្ចឹងគីឡូ51គេហៅថាប្រភេទគីឡូគេថា pin weight ណាពី48ទៅ51គឺទម្ងន់មិន fly weight ទេមានលក្ខណៈថា pin weight សិនគឺគីឡូស្រាលប្រភេទមន់សំឡីធាក់ឆ្វេងមួយជើងសេរីក៏ធាក់សងវិញបាទហឹមសេរីនេះមកពីក្លឹបបាទតាព្រំមានជ័យបង្ក្រាបគ្រឿងញៀនបាទគ្រូបង្ហាត់គឺលោកមានសុគ្រីបាទហើយសូមជម្រាបជូនថាលោកសេងសាញ់ចៅសង្កាត់ស្ទឹងមានជ័យនឹងជាប្រធានក្លឹបតាព្រំមានជ័យបង្ក្រាបគ្រឿងញៀនបានឧបត្ថម្ភកីឡាករហឹមសេរី 10,000 រៀលអរគុណដល់លោកចៅសង្កាត់បាទសង្ឃឹមថានឹងដល់ពិធីករដែរបាទខ្ញុំក៏សង្ឃឹមដែរហ្នឹងបាទចេះសង្ឃឹមលេងបាទមានសង្ឃឹមដែរតែសង្ឃឹមតិចបាទបទចម្រៀងអត្តរាសម្លេងមាសសឹមស៊ីសមុទ្របាទតបស្រាំមួយជើងរបស់ហឹមសេរីនេះគេហៅថាស្វាគមន៍ពេលព្រឹកព្រលឹមអញ្ចឹងកីឡាករមួយចំនួនណាមកក៏អត់ហ៊ានហូបអីទេពីព្រោះថាហេតុតែហូបទៅជួនក៏ត្រូវមកជង្គង់អញ្ចឹងទៅអ្នកខ្លះក៏មកក៏ទាវអ្នកខ្លះហ្នឹងក៏ជួនកាលមកបាយកអ្នកខ្លះមកបាយកដាំងបាទអូយស្ដាំមួយជើងរបស់មូហ៊ីននេះគេថានៅនគររាជសីមាគឺគាត់នគររាជសីមាគឺគាត់ដើរស៊ីគេផុយអស់ហើយតម្រុំមកឆ្លងមកនេះតែប្របាក់តាពីដែរណាជាមួយហឹមសេរីមិនចេះតែហូបឯណាមួយជើងស្ដាំមួយហាមទាត់ប្រដាប់ការពារសម្រាប់ការពារប្រដាប់របស់ខ្ញុំបាទណាអធិស្ឋានផងនិយាយលេងសើចលឺលួអីបាទទស្សនាការប្រកួតជាបន្តធាក់ស្ដាំមួយជើងរបស់ហឹមសេរីកូនសិស្សគ្រូគ្រីណានឹងស្គាល់អត់គ្រូគ្រីល្បីណាបាទគ្រូល្បីបាទគឺមានគ្រូធំដូចលោកគ្រូឆិតសរឹមតែលោកគ្រូតាមានសុគ្រីលោកគ្រូតាទ្រឹងសរសាយតែលោកគ្រូតាទ្រឹងសរសាយបានចែកឋានបាត់ទៅហើយតែលោកបន្សល់ទុកនៅស្នាដៃជាពិសេសគឺក្បាច់គុណជូនទៅដល់សិស្សចៅនឹងកូនសិស្សរបស់គាត់ដើម្បីបន្តតំណែងបើកក្លឹបបន្តទៀតថ្ងៃនេះមានបើកក្លឹបតាមគាត់នឹងសុខសប្បាយចេះតែហូបបានយ៉ាងទៅនេះជាការបន្សល់ទុកនៅសមិទ្ធផលរបស់គាត់លោកសាបជាប់ចង់មកជីវិតហើយបាទតបទឹកទី1ទឹកទី2 round 2បាទគូអន្តរជាតិទី1ទឹកទី2បង្គោលក្រហមកីឡាករហឹមសេរីហើយបង្គោលខៀវកីឡាករមូហ៊ីនមកពីប្រទេសថៃនៅខេត្តនគររាជសីមាធាក់ឆ្វេងទៅលើហឹមសេរីតបស្ដាំសងតបស្ដាំសងស្ដាំមកជើងវិញក៏មិនដល់តតខ្យល់ស្ដាំមកឆ្វេងអីហូយឡើងទៅអោនក៏ចំហមកជើងកណ្ដាលក្នុងបឹបសងស្ដាំមកជើងទៀតរបស់សេរីតបឆ្វេងនេះមានល្អិតបែបនេះគឺថាមិនងាយស្លាប់ទេតោះតែចំកន្លែងមិនស្លាប់ដូចគ្នាហ្នឹងនិយាយទៅអត់មានប្រសាសន៍យ៉ាងអូយតោះចំហើយតែចេះក្បាច់គុណខ្លាំងអញ្ចឹងដូចគ្នាស្ពិតជាមិនងាយទេបាទស្ដាំមួយដៃតបស្ដាំសងស្ដាំមកជើងវិញបាទលោកសេងសាញ់ចៅសង្កាត់ស្ទឹងមានជ័យនិងជាប្រធានក្លឹបតាព្រំមានជ័យបង្ក្រាបគ្រឿងញៀនឧបត្ថម្ភកីឡាករហឹមសេរីចំនួន 10,000 រៀល
อีตัวสนาการประกวดเชียร์บรรทอទៀតមួយជង្គង់អូយចាំកន្លែងឈឺអត់จะកន្លែងណាអត់ឈឺកន្លែងអត់ឈឺកន្លែងចាំទៅគឺមិនឈឺហ្នឹងឯងគ្មានអ្វីពិបាកជាងសំណួរគ្មានចម្លើយទេអូយស្ដាំមកជើងរបស់ហឹមសេរីស្ដាំមួយទៀតបើសំណួរគ្មានចម្លើយអញ្ចឹងមិនចាំបាច់ឆ្លើយទេណាយកសំណួរមួយទៀតដែលមានចម្លើយទុកឆ្លើយថ្ងៃក្រោយទៀតធាក់ឆ្វេងមកជើងតតខាងក្រោមជង្គង់ឆ្វេងថយបន្តិចតតឆ្វេងមកជើងទៀតប៉ះស្មងជើងក្រោយជាចលោទេធាក់ស្រាំមកជើងចូលចូលពោះកន្លែងហ្នឹងឆ្អល់បាទតតស្រាំមកជើងទៀតចលោតតស្រាំសងស្រាំវិញចូលករៀនក្អមមកជើងមិញរកកន្លែងប្រឡោះតតឲ្យចំស្ដាំមកជើងទៀតស្ដាំមួយចូលដងខ្លួនទៀតដុតឆ្វេងខាងក្រោមធាក់ឆ្វេងមកជើងទៀតរបស់មូហ៊ីនដុតឆ្វេងខាងក្រោមសងឆ្វេងចាប់ជើងបានដុតបោះជង្គង់ឆ្វេងមួយទៀតជង្គង់ស្ដាំអូយទី2ចប់ចេញក្រៅស្កេតអោគូអន្តរជាតិទី1ទឹកទី3 round 3បាទទស្សនាការប្រកួតគូអន្តរជាតិទី1ទឹកទី3បង្គោលក្រហមកីឡាករហឹមសេរីបង្គោលខៀវបាទគឺកីឡាករមូហ៊ីនមកពីនគររដ្ឋសីមានៃព្រះរាជាណាចក្រថៃឆ្វេងមកជើងម្នាក់បាទលោកសេងសាញ់ចៅសង្កាត់ស្ទឹងមានជ័យនិងជាប្រធានក្លឹបតាព្រំមានជ័យបង្ក្រាបគ្រឿងញៀនបានឧបត្ថម្ភដល់កីឡាករហឹមសេរីចំនួន100,000 រៀលដតឆ្វេងបាទថ្ងៃនេះតាមការពិតទុកឲ្យបង្ទួនក៏អធិប្បាយច្រើនប៉ុន្តែដោយសារតែបងគាត់ឈឺអញ្ចឹងតែខ្ញុំបាទក៏សុខចិត្តតែរវល់ញាប់ដៃហើយញាប់មាត់ទៀតឆ្វេងស្ដាំតបស្ដាំថែមមួយជើងទៀតទស្សនិកជនអបអសាទរអាយយតបស្ដាំមួយជង្គង់ឆ្វេងមួយបោះភ្លឹបចូលពោះអាយតបឆ្វេងសងឆ្វេងមួយជើងចាប់ជើងបានតបឆ្វេងថែមមួយទៀតនេះមួយទៅមួយមកពិតជាមានអត់ចិត្តធំលើគ្នាអាយចាប់ជើងបានតបព្រោះកីឡាករហឹមសេរីមូហ៊ីននេះក៏មិនធម្មតាស្ដាំមួយជើងម្នាក់មើលកីឡាសាកមួយជើងម្នាក់បដូរហ៎មួយជើងម្នាក់ទៀតវែងស្ដាំពីដៃផ្ទួនតបស្ដាំរៀងខ្លួនតបស្ដាំថែមមួយទៀតបាទទស្សនិកជនអបអសាទរព្រមគ្នាកែងមួយបោះតែមិនចូលពេញវាយឆ្វេងតបស្ដាំក៏ចាប់ជើងបានក៏របូតទៅវិញក៏ដួលតាមចំហដងខ្លួនតបស្ដាំវាយស្ដាំដងខ្លួនឆ្វេងស្ដាំបោះជង្គង់ស្ដាំមួយទៀតកែងជង្គង់ស្ដាំមួយទៀតស្ដាំមួយចូលមុខអូយណែព្រលឹមយ៉ាងកំតាន់អាស្លាប់យើងវាយមួយសិនណាចាំស្លាប់ទឹកទី4ទឹកទី5ហ្នឹងទៅអូយបោះជង្គង់ឆ្វេងទៀតហើយទឹកគាត់មិនបងហើយបើស្លាប់មិនវាទេបើគាត់ស្លាប់កាត់ជាស្រ័យលូតលីបមួយបោះជង្គង់ឆ្វេងក៏សងជង្គង់ឆ្វេងវិញស្ដាំរបស់ហឹមសេរីស្ដាំរៀងខ្លួនអូយស្ដាំទៀតហើយចាំតែកន្លែងឈឺណាតែកន្លែងករៀនក្អមហ្នឹងបលឹមឡើងណាឈឺខ្លាំងជាងពេលល្ងាចណាព្រោះពេលព្រឹកចឹងគេវាយខ្លាំងជាងល្ងាចនោះលូតលីបមួយទៀតអ្នកលាក់ឃុំប្រយ័ត្នណាហឹមសេរីហ្នឹងស៊ីតែអ្នកលាក់ឃុំទេអូយខៅមួយមកដល់តបឆ្វេងយ៉ាងណាដែរមកជើងបាញ់មិញបាទទស្សនិកជនហូរដាក់ចូលទៅតាអបជង្គង់ឆ្វេងជង្គង់ស្ដាំបាទទស្សនាការប្រកួតជាបន្តចិត្តចាប់ទឹកទី3ហើយ
ចប់ទឹកទៅស្កេតអោគូអន្តរជាតិទី1ទឹកទី4 round 4 បាទឥឡូវនេះការប្រកួតទឹកទី4ហើយបាទរវាងមង្គលក្រហមហឹមសេរីមានល្អិតចិត្តធំជាមួយនឹងមូហ៊ីនកីឡាករនៃព្រះរាជាណាចក្រថៃបាទទឹកទី4ហាក់ដូចអាយ៉ាមូហ៊ីនទាត់ជើងស្ដាំឲ្យទាត់ទៀតប៉ុន្តែហឹមសេរីក៏ទាត់សងវិញដែរបាទទាត់នឹងគឺទាត់ចង់ឲ្យឈឺតែម្ដងកន្លែងមិនតែទាត់ទៅចំមកកន្លែងអត់ឈឺចេះឆ្ងល់ណាកន្លែងណាក៏កន្លែងឈឺកន្លែងណាទៅតែអត់ឈឺបាទអត់ឈឺមានកន្លែងអត់ចំហ្នឹងអាយ៉ាទាត់ទៅទាត់មកបាទហឹមសេរីទាត់ប៉ុន្តែមូហ៊ីនក៏ទាត់សងដែរទាត់ជើងឆ្វេងទាត់ជើងឆ្វេងហើយឆ្វេងទៀតហឹមសេរីអញតាមប្រើកណាត់ដៃណាត់ទៅម៉ាត់មកទាត់ជើងទៅទាត់មកគាត់ទៅទាត់មកបើគឺទៅអ្នកទាំងពីរនេះសិតតែកីឡាករដែលធ្លាប់ដើរស៊ីតាមខេត្តស៊ីផុយអស់ហើយនៅតែលើសង្វៀនអាស៊ីអាគ្នេយ៍បែបគេអត់ទាន់ដឹងមកអញ្ចឹងឥឡូវនេះកំពុងតែបង្ហាញសមត្ថភាពឲ្យឃើញថាអ្នកណាជាអ្នកខ្លាំងពិតប្រាកដបាទហឹមសេរីកំពុងតែព្យាយាមអាយ៉ាគីឡូញាត់តិចអត់បញ្ហាអូយមួយក៏ប្រកែដែរប្រកែទៅប្រកែមកហឹមសេរីដេញតាមមូហ៊ីនទាត់ជើងស្ដាំមូហ៊ីនហឹមសេរីបាទឥឡូវនេះតាមដានការប្រកួតទៀតជង្គង់របស់មូហ៊ីនហឹមសេរីក៏សងទៅសងមកជង្គង់ទៅជង្គង់មកបាទជង្គង់អាញាកណ្ដាលលោកជ័យកុសលបាទជាអតីតជើងខ្លាំងដែរក្នុងទសវត្សរ៍ 90 ហ្នឹងក៏រវាងល្វីក្នុងការខាត់នៃការប្រកួតកាលណាឃើញស្ថានភាពមិនសូវល្អគាត់ខាត់ភ្លាមអត់ទុកឲ្យយូរនាំពិបាកមើលទេបាទឥឡូវនេះបាទមូហ៊ីនចូលប្រើជង្គង់សេរីក៏សងវិញផ្លឹបពីសងវិញភ្លាមអត់ទុកយូរជង្គង់ទៅជង្គង់មកជង្គង់អាយ៉ាល្បេះខ្លួនឯងបាច់អាញាកដាញែកទេសំលេងអីហ្នឹងគឺបងប្អូនទាំងអស់អ្នកចូលទស្សនាជួយស្រែកគ្នាទាំងខ្ញុំហើយសម្លេងខ្ញុំស្អកគាត់ជួយស្រែកបន្តថាហេពិតជាអស្ចារ្យពិតជាល្អអញ្ចឹងឥឡូវយើងចូលរួមទស្សនាទាំងអស់គ្នាបាទទាត់ហើយសូមផ្ដល់កម្លាំងចិត្តខ្លាំងមួយបងប្អូនហឹមសេរីនៅតែព្យាយាមដេញតាមមូហ៊ីនទាត់វិញទាត់ហើយទាត់មូហ៊ីនក៏ទាត់សងដែរអញ្ញាកណ្ដាលទាញចូលកណ្ដាលបាទឃើញទៅគៀនពេកពិបាកមើលទាញចូលកណ្ដាលមូហ៊ីនលោតចុះលោតឡើងហឹមសេរីអត់ខ្ចីលោតទាត់មួយជើងស្ដាំសងទៅសងមកទាត់ដៃកណ្ដាប់ដៃអាយ៉ាចំដើមទ្រូងកណ្ដាប់ដៃស្ដាំរបស់ហឹមសេរីចំដើមទ្រូងមូហ៊ីនបាទដៃមិនល្អមែនទេតែដូចជារឿងស្រាលតិចព្រោះទងន់យ៉ាងហ្នឹងប្រហែលជាអង្គុយលេងមកសន្ទុះតែស្រាលតិចអត់បញ្ហាសូមអធិស្ឋានបាទខំប្រឹងស្រែកមកតំហឹងស្រែកអត់ចេញទេបាទប៉ុណ្ណឹងបន្តការប្រកួតទៀតចាប់ទឹកទី4បានបញ្ចប់ហើយឥឡូវនេះចូលមើលការប្រកួតទី5ជាបន្តទៀតដែលការប្រកួតនេះបានការឧបត្ថម្ភពីស្រាបៀរ Gensburg បាទសូមជម្រាបផងដែរដល់ប្រិយមិត្តទូទាំងប្រជាជនទាំងអស់ថាកម្ពុជាយើងបាទផ្នែកកីឡាតៃក្វាន់ដូនឹងបានមេដាយមាសមួយពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីនៅឯទីក្រុងអ៊ិនឆុនដែលការប្រកួតនេះបាទព្រឹត្តិការណ៍នេះគឺមានអ្នកចូលរួមប្រកួតនឹងចំនួន45ប្រទេសលើពិភពលោកអញ្ចឹងវាជាកម្រិតមួយដ៏ធំដែលកម្ពុជាពុំធ្លាប់មានទេបាទមេដាយមាសសម្រាប់ព្រឹត្តិការណ៍នេះឥឡូវនេះគឺជាលើកទី1ហើយនិងជាប្រវត្តិសាស្ត្របំផុតសម្រាប់ប្រទេសកម្ពុជាហើយល្ងាចនេះកីឡាករនីសូនសឿមីដែលជាម្ចាស់មេដាយមាសហ្នឹងនឹងមកដល់ពលានយន្តហោះអន្តរជាតិភ្នំពេញវេលាម៉ោង 10 យប់អញ្ចឹងបងប្អូនចង់ចំណាយពេលវេលានឹងការចូលរួមអបអរសាទរចំពោះមេដាយដ៏កំពូលនេះហើយដង្ហែវីរៈនារីយើងមកកាន់រាជធានីភ្នំពេញសូមអញ្ជើញទៅចូលរួមអបអរទាំងអស់គ្នានៅឯពលានយន្តហោះអន្តរជាតិភ្នំពេញវេលាម៉ោង 10 យប់ថ្ងៃទី 5 ខែតុលានេះបាទហឹមសេរីអំបញ្ញមិញនេះធ្វើឲ្យទស្សនិកជនបន្ទុះនៅការហូរកញ្ជ្រៀវបាទប្រហែលជាប្រើកណ្ដាប់ដៃស្ដាំត្រូវចំផ្ទៃមុខរបស់មូហ៊ីនបាទឥឡូវនេះសេរីកំពុងតែភ្នែកអត់ហ៊ានពេកទេបាទតាមដានរហូតតាមមើលតែមូហ៊ីនដកថយតែកុំមើលងាយថាដកថយនឹងរត់ណាអត់ដកថយប្រុងប្រៀបក្នុងស្ថានភាពប្រយុទ្ធទេកុំច្រឡំបាទមូហ៊ីនចូលបាទសឹមសេរីទាត់តាមរហូតបាទតែកណ្ដាប់ដៃជួយស្ដាំរបស់សឹមសេរីអញ្ញាកណ្ដាលបញ្ជាឲ្យបន្តការប្រកួត
បាទខ្ញុំសេរីនៅតែដេញតាមបើមូហ៊ីនចេះតែថយមកឲ្យដេញមិនកើតបើគាត់ចេះតែថយអញ្ចឹងបើគាត់ថយមាននៅឆ្ងាយពីគ្នាអញ្ចឹងអត់ទេតែថយតិចចូលថយមួយជាហ៊ានខ្ញុំចូល2ជាហ៊ានវាយឥឡូវហ្នឹងឲ្យតែអត់ព្រមវាយទៀតហើយខ្ញុំសេរីប្រើកណាប់ដៃបាទស្ដាំហ្នឹងវាយទៀតហើយមូហ៊ីនចេះតែផ្ទុបនឹងខ្សែរឹងអញ្ញាកដាលចង់តែទាញចូលកដាលទេព្រោះពិបាកមើលទៅកែជង្គង់ទៅជង្គង់មកជាប់ព្រៀបជង្គង់ទៅជង្គង់មកជង្គង់របស់សេរីជង្គង់ទៀតហើយមូហ៊ីនក៏សងវិញដែរបាទទៅផ្អែកនឹងខ្សែរឹងអញ្ញាកដាលលោកជ័យកសលទៅទាញញែកចូលកដាលដើម្បីបន្តការប្រកួតបាទនេះគឺតែគូទី1ទេយើងនៅសល់2គូជាលក្ខណៈអន្តរជាតិទៀតអញ្ចឹងគ្រាន់តែគូទី1ឃើញថាដល់នៅការជួយចិត្តដល់អារម្មណ៍ដល់ប្រិមិត្តទូទស្សនិកជនហើយយើងគិតថាគូទី2និងទី3ពិតជាពិសេសជាងនេះទៅទៀតយ៉ាងម៉េចបាទមូហ៊ីននេះស្នៀតគាត់ចេះតែថយឲ្យសេរីដេញរហូតចឹងតែសេរីថាដេញប្រហែលកុនរបស់មូហ៊ីនវិញមូហ៊ីនញាក់ថយសេរីដើរធ្វើងើយដេញតាលេងដេញហើយចង់លេងដេញមកខ្ជិលដេញរត់រហូតចឹងតែរត់សេរីចូលរំសួលត្រូវចាប់ទឹកទី5បាទនេះជាល្បិចកលរបស់គូប្រកួតប្រហែលជាគាត់ដឹងថាគាត់ឈ្នះបន្ទូលឬយ៉ាងម៉េចអានេះយើងអត់ដឹងទេពលអានេះជួនកាលល្បិចបឆោតកងានចូលកជ្រូងបឆោតកងានចូលព្រៃអាហ្នឹងកាលចឹងកជ្រូងធ្វើចាញ់កងានធ្វើចាញ់កងានចេះដេញផុតពីមុខម្ចាស់កជ្រូងតវ៉ាប់អាហ្នឹងចឹងអាហ្នឹងវាយល្បិចហ្នឹងបើមិញមូហ៊ីនចេះតែថយរហូតហើយសេរីដេញតាមតែពេលដេញផុតរៀងជ្រុលខ្លួនមកអាហ្នឹងគេថាឈ្នៀតកជ្រូងបឆោតកងានចូលព្រៃចុះបើកងានដេញកងានគ្លៀមវាបងធួនបាទហ្នឹងល្បិចរបស់ឈ្មោលដេញចុះបើខាងញីណារត់ទៅមុខដែរតែហេតុអីបានងាកក្រោយតែគិតថាចុះអាចរត់លឿនពេកទីឈ្មោលដេញមិនតាន់ទៅបាទឥឡូវនេះនិយាយលេងសើចប៉ុណ្ណឹងឥឡូវមើលសកម្មភាពតើបង្គោលក្រហមហឹមសេរីឬក៏បង្គោលខៀវមូហ៊ីនបង្គោលក្រហមឈ្នះបង្គោលដោយពិនទូហឹមសេរីបាទកីឡាករមកពីក្លឹបតាព្រំមានជ័យបង្ក្រាបគ្រឿងញៀនកម្ពុជាឈ្នះមូហ៊ីនដោយពិនទូ